1974តោះមានតម្រងបែបណានៅលើក្បាច់យើងរាប់ពីស្ដាំមករាយ10 100ពាន់អញ្ចឹងទងពាន់ទងទី4បងប្អូនតោះអញ្ចឹង1000គឺលេខ1យើងរុញមួយគ្រាប់ឡើងមកមួយគ្រាប់តែមួយគ្រាប់ទេ900គឺលេខ9អញ្ចឹងយើងរុញមួយគ្រាប់ចុះមកលេខ5បន្ទាប់មកយើងរុញ4គ្រាប់ទៀតលេខ4នេះគឺលេខ9ហើយទាំងអស់5គ្រាប់ណាតោះលេខ7យើងរុញមួយគ្រាប់ចុះមកលេខ5នៅលើក្នុង10បន្ទាប់មកយើងរុញ2គ្រាប់ទៀតគឺលេខ7 4លេខ4នៅលើខ្ទង់រាយយើងរុញ4គ្រាប់ខាងក្រោមឡើងទាំងអស់នេះគឺលេខ4ហើយអញ្ចឹង1974គឺលេខ4នៅលើខ្ទង់រាយយើងរុញ4គ្រាប់ខាងក្រោមឡើងទាំងអស់បន្ទាប់មកគឺលេខ7លើខ្ទង់10យើងរុញមួយគ្រាប់ចុះនេះលេខ5បន្ទាប់មកយើងរុញ2គ្រាប់ឡើងទៀតទាំងអស់លេខទាំងអស់គឺលេខទាំងអស់មាន3គ្រាប់សំទោសគឺមាន3គ្រាប់នេះហើយគឺលេខ7តោះលេខ9យើងរុញមួយគ្រាប់ចុះលេខ5នេះបន្ទាប់មកគឺមាន4គ្រាប់រុញឡើងទៀតទាំងអស់5គ្រាប់លេខ9ហើយរីឯ1000គឺតែមួយគ្រាប់ខាងក្រោមឡើងទេអញ្ចឹងនេះគឺជារូបរាង1974